ចាក់បងសួស្ដីចឹងសម្រាប់របៀបភ្ជាប់ជាមួយនឹងការអាប់ដេតថ្មីរបស់ app Noi នេះលការ Noi ចឹងយើង download app Noi នេះសិនមកនេះបង app នេះមកបន្ទាប់ពី download ពេញហើយយើងចូល open ហ្មងហ្នឹងហើយបន្ទាប់ពីចូល open ហើយយើងចុច allow សិនកុំភ្លេចធ្វើការបើក Bluetooth សិនណាបងវិសាខ្ញុំអត់បានបើក Bluetooth ចឹងយើងបើកសិនហើយយើងចូលកន្លែងនេះបើសិនជាបងចង់យើងឥឡូវខ្ញុំលេងជាមួយនឹងបងមាន Gmail បងអាចដាក់ Gmail បានយើងចុចនៅខាងលើនេះមកតែបងប្រើជាមួយនឹង Apple ID បងអាចចុចកន្លែង sign កន្លែង Apple ID នេះបានអញ្ចឹងកន្លែងនេះកន្លែងបដូរភាសាយើងចង់ផ្លាស់ប្ដូរវាឲ្យក៏បានឬក៏បងចង់ប្រើភាសាអង់គ្លេសនេះក៏បានអញ្ចឹងឥឡូវខ្ញុំសាកចុចភាសាអង់គ្លេសសិនចឹងខ្ញុំមកដូរទេហើយឥឡូវនេះខ្ញុំចុច sign ជាមួយនឹង Apple ID ខ្ញុំមកហើយមកដល់កន្លែងនេះគឺវាឲ្យយើង start ជាមួយនឹង smart watch ហ្នឹងហើយអញ្ចឹងកន្លែងនេះវា load មកជាមួយនឹង device អញ្ចឹងបើសិនជាបងអត់ចង់ចាំ device ទេយើងអាច allow កន្លែងនេះសិនមកនេះយើងចុច QR code ខាងលើនេះមកហើយវានឹងចេញ QR code ហ្នឹងមកហើយអញ្ចឹងយើង scan ជាមួយនឹងនាឡិកានេះខ្ញុំសុំ unpair ជាមួយនឹងនាឡិកានេះសិនខ្ញុំ scan វាមកចាំមកតពី scan ណាវា load ពាក្យ connecting ហើយយើងចុច pair មកចាយើង allow វាអស់មកយើងដាក់ទូរស័ព្ទនៅជិតជាមួយនឹងនាឡិការបស់យើងតែយើងដាក់ឆ្ងាយគឺវានឹងអត់អាច load ភ្ជាប់បានអញ្ចឹងយើងចុចពាក្យ done មកdone ទាំងលើនាឡិកាមកហើយអានេះយើងបំពេញជាមួយនឹងថ្ងៃ birthday របស់យើងចាយើងចង់ដាក់មិនក៏បានដែរតែបងសម្រាប់ព័ត៌មានរបស់បងផ្ទាល់បងជួយដាក់ព័ត៌មានពិតណានេះខ្ញុំគាត់និយាយការឧទាហរណ៍ទេតែខ្ញុំចេះតែដាក់សិនហ្នឹងណាយើងដាក់គីឡូកម្ពស់យើងហើយនឹងគីឡូរបស់យើងចុច continue មកយើង select យក country សិនយើងយក Cambodia ហ្នឹងហើយបន្ទាប់មកយើង select នៅលើទីនេះបើយើងនៅខេត្តណាគឺវាមានដាក់ជាមួយនឹងខេត្តហ្នឹងដែរតែចាក់ស្ដែងពួកខ្ញុំនឹងភ្នំពេញចឹងខ្ញុំដាក់ភ្នំពេញអញ្ចឹងតែម្ដងទៅហើយសម្រាប់បងដែលនៅតាមខេត្តមួយណាយើងអាចរើសតាមនឹងបានចឹងខ្ញុំដាក់ភ្នំពេញដូចគ្នាហ្នឹងហើយចុះមកដល់កន្លែងនេះគឺឲ្យ challenge ជាមួយនឹងការដើរអញ្ចឹងខ្ញុំចេះតែ select យកសិនទៅចុះមកដល់កន្លែងនេះគឺវានឹង set up ឲ្យយើងចាំបន្តិចហើយយើងចុចពាក្យ got it នៅលើបើសិនជាវាអត់មាន load ទេយើងមិនចាំចុចក៏បានដែរតែវាកំពុងដំណើរការជាមួយនឹងកម្មវិធីរបស់វាអញ្ចឹងអូខេហើយយើងចុចមកកន្លែង watch face នេះមកអញ្ចឹងតែប៉ុណ្្នឹងនាឡិការបស់យើងគឺបានជាប់រួចរាល់ហើយនាឡិកា Noi Endeavour 2នេះគឺរួចរាល់ហើយបង